បាទសួស្តីបងប្អូនមករំលឹកអនុស្សាវរីយ៍កាលនៅពីក្មេងអញ្ចឹងណាតែខ្ញុំធ្លាប់តែខ្វៀលគោនៅស្រុកស្រែអញ្ចឹងណាថ្ងៃនេះមកលេងផ្ទះរបស់ពូខ្ញុំចំថ្ងៃដែលគាត់ធ្វើស្ករត្នោតបងប្អូនហើយឥឡូវមុននឹងបានស្ករត្នោតហ្នឹងគាត់នៅលើចុងត្នោតសិនបងប្អូនដើម្បីដាក់ទឹកត្នោតយកទៅរំងាស់ហើយទឹកត្នោតធម្មជាតិរបស់យើងនេះបងប្អូនពិតជាមានរសជាតិឆ្ងាញ់មែនធម្មជាតិផ្អែមឆ្ងាញ់តែម្ដងផ្អែមឈ្ងុយបងប្អូនហើយរសជាតិដើមតែម្ដងណាចង់និយាយថាទឹកត្នោតស្រុកស្រែរបស់យើងពិតជារសជាតិឈ្ងុយឆ្ងាញ់មែនឥឡូវពូរបស់ខ្ញុំគាត់កំពុងតែចុះពីលើចុងត្នោតហើយបងប្អូនខ្ពស់មែនទេបងប្អូនហើយដើមត្នោតពិតជាមានអត្ថប្រយោជន៍ច្រើនមែនទេពូរបស់ខ្ញុំក៏បាត់ឆ្លៀតធ្វើខាងក្រោមនោះធ្វើជាកន្លែងចិញ្ចឹមប្រជាទៀតបងប្អូនហើយឥឡូវពូរបស់ខ្ញុំក៏បានចុះមកដល់ក្រោមហើយខ្ញុំក៏បានភ្លក់រសជាតិទឹកត្នោតដោយប្រើបំពង់របស់យើងបងប្អូនទឹកត្នោតប្រើបំពង់ឫស្សីយើងយកមកត្រង់ទៅមានរសជាតិឆ្ងាញ់ណាបងប្អូនផ្អែមឆ្ងាញ់តែម្ដងហើយទឹកត្នោតឡើងថ្លាឆ្វង់តែម្ដងបងប្អូនហើយរសជាតិឆ្ងាញ់មែនទែនចង់និយាយថាឆ្ងាញ់ណាហើយឥឡូវចេញពីកន្លែងដើមត្នោតមកដល់កន្លែងរងាស់ស្ករត្នោតបងប្អូនហើយមីងរបស់ខ្ញុំកំពុងតែរងាស់ស្ករត្នោតបងប្អូនវាចង់ឡើងចិត្តដល់ពេលខ្លះជាស្ករបងប្អូនរងាស់យូរដែរតម្រាំតែបានមួយខ្ទះបងប្អូនអើយប្រមាណប្រែប្រួលក្នុងការចំណាយពេលរងាស់ស្ករត្នោតរបស់យើងនេះมันក្រោមពី4ម៉ោងទៅ5ម៉ោងទេបងប្អូនតម្រាំតែបានស្ករមួយខ្ទះនឹងប្រហែលជា5ទៅ10គីឡូទេបងប្អូនស្ករត្នោតធម្មជាតិពិតបងប្អូនគ្មានជាតិគីមីទេបងប្អូនហើយមីងរបស់ខ្ញុំក៏កំពុងតែដួសពពុះដល់ពេលវាឡើងខ្លាំងបងប្អូនយើងដួសវាឲ្យស្អាតយកមកដាក់នៅខាងក្រោមទៅកុំឲ្យវារញ៉េរញ៉ៃស្កររបស់យើងអញ្ចឹងណាហើយឥឡូវស្កររបស់យើងចង់ដល់ពេលល្មមដែលយើងយកទៅប្រើកង្ហាលយើងប្រើកង្ហាលមកតង់ហើយទើបយើងវិតមកតង់ទៀតហើយឥឡូវមុននឹងបានទៅដល់ចំណុចហ្នឹងណាបងប្អូនខ្ញុំបានភ្លក់រសជាតិស្ករត្នោតរបស់ខ្ញុំច្រឡំស្ករត្នោតរបស់មីងខ្ញុំបងប្អូនរសជាតិឆ្ងាញ់មែនទេរំលឹកអនុស្សាវរីយ៍ដោយការនៅពីក្មេងការខ្វៀលគោអញ្ចឹងណាហើយយើងយកអាណិតដៃរបស់ខ្ញុំនេះបងប្អូនមិនមែនជាស្លាបព្រាទេយើងប្រើស្លឹកត្នោតរបស់យើងយកមកជោគជុំវិញផ្ទះរបស់យើងហើយឡើងពីភ្លើងក្តៅដោយស្ករតាំងម៉ែអញ្ចឹងបងប្អូនហើយរសជាតិផ្អែមឆ្ងាញ់បើសិនមានបាយកកទៀតបងប្អូនអើយរឹតតែឆ្ងាញ់មែនទេហើយទៅឡើងពីភ្លើងបងប្អូនក្តៅខ្ញុំហូបចង់ឲ្យលាកមាត់បងប្អូនរសជាតិផ្អែមឆ្ងាញ់ដល់ពេលហូបអញ្ចឹងនឹកឃើញការខ្ញុំនៅពីក្មេងអញ្ចឹងបងប្អូនណាធ្លាប់មានអនុស្សាវរីយ៍នៅពីក្មេងជោគស្ករត្នោតពេលកំពុងរងាស់អញ្ចឹងបងប្អូនលើកដៃក្នុងខមមិននៅក្នុងเพจរបស់ខ្ញុំផងបងប្អូនហើយឥឡូវមីងរបស់ខ្ញុំក៏ចាប់ផ្ដើមដាក់វិតជាមួយកង្ហាបងប្អូនយើងប្រើកង្ហាមកតង់សិនយើងទាញវាបន្តិចម្ដងឲ្យវាឡើងពណ៌រាងសថ្លាហើយលើបានប្រើកង្ហារួចរាល់បន្ទាប់មកក៏ចាប់ផ្ដើមយកឈើយ៉ាងវែងបងប្អូនគេហៅថាវិតដល់វគ្គវិតបងប្អូនយើងវិតឲ្យស្ករត្នោតរបស់យើងហ្នឹងឡើងសល្មមហើយទើបយើងដួសជោគដាក់នៅក្នុងធុងយន្តមកទុកបងប្អូនបើយើងមិនវិតវាទេស្ករយើងវាអត់បានសល្អទេបងប្អូនហើយយើងវិតកាន់តែខ្លាំងស្កររបស់យើងកាន់តែសថ្លានិយាយទៅបងប្អូនស្ករសហើយឆាប់រឹងតែម្ដងហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់អរគុណបងប្អូនដែលបានតាមដាននៅវីដេអូរបស់ខ្ញុំ